យើងផងសូមនមស្ការកណ្ណាសង្ឃគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមបងប្អូនសិស្សនិស្សិតទាំងអស់គ្រប់គ្នាដោយនៅស្លងដល់អង្គថ្ងៃនេះស្មារតីមានកិត្តិយសបានលោកគ្រូសាស្ត្រាចារ្យពីរដ្ឋាភិបាលជើញចូលរួមក្នុងការនិយាយអំពីប្រធានបទស្ដីអំពីការយល់ដឹងអំពីការសិក្សាជំនាញផ្នែកច្បាប់យើងដឹងហើយថាបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើងកំពុងតែបានបញ្ចប់នៅការសិក្សាទុតិយភូមិឆ្នាំកន្លងទៅថ្មីនេះដែលមានសិស្សានុសិស្សជាច្រើនដែលគាត់ចប់ពី12ហើយហើយឃើញជាច្រើនមានការសិក្សាតាមជំនាញរៀនទៅប៉ុន្តែស្មារតីមួយរយៈនេះនៅតាមបណ្ដាញសង្គមលោកគ្រូចំណាគុណទៅឃើញមានជាច្រើនទៅរៀនផ្នែកច្បាប់នឹងច្រើនចំណាយើងឃើញអ្នកថតម៉ោង5ព្រឹកម៉ោង3 4ព្រឹកនៅសន្ទឹងរងចាំតម្រង់ជួរចាំពេញទីចំណាចឹងស្មាក៏មានចម្ងល់ឆ្ងល់ថាហេតុអីបានពីសិស្សបច្ចុប្បន្នគាត់ចង់រៀនច្បាប់ច្រើនឬក៏មូលហេតុអីយ៉ាងណានេះមួយឬក៏គាត់គិតថាការរៀនច្បាប់នេះវាមានភាពងាយស្រួលជាងមុខជំនាញផ្សេងឬក៏មានការងារធ្វើស្រួលអីចឹងណាលោកគ្រូក៏អញ្ចឹងចំពោះលោកគ្រូដែលជាសាស្ត្រាចារ្យជាគ្រូបង្រៀនផ្នែកច្បាប់ផ្នែករដ្ឋបាលសាធារណៈនិងមុខវិជ្ជាផ្សេងទៀតដែលទាក់ទងអំពីផ្នែកច្បាប់ហ្នឹងតែលោកគ្រូយល់យ៉ាងណាដែរចំពោះគោលគំនិតចំពោះសិស្សសាស្ត្រដែលពេលគាត់ទើបតែចប់ពីទី12ហ្នឹងមុននឹងគាត់ចូលរៀនច្បាប់ហ្នឹងតែគាត់គួរសិក្សាស្វែងយល់ពីចំណុចណាខ្លះដើម្បីឲ្យចូលរៀនផ្នែកច្បាប់ហ្នឹងទៅផ្នែកនីតិសាស្ត្រហ្នឹងទៅកុំបីឲ្យខកលោកគ្រូក៏កុំឲ្យខុសជំនាញខុសអ្វីដែលខ្លួនចូលចិត្តអញ្ចឹងពេលខ្លះឮគេនិយាយថាច្បាប់នេះស្រួលហ្នឹងទៅតាមតែអានក៏ចេញហ្នឹងលោកគ្រូចំណាគុណហ្នឹងអញ្ចឹងចង់ឲ្យលោកគ្រូបញ្ជាក់តើមុននឹងគាត់ចូលគួរឲ្យសិក្សាពីគោលគំនិតអីខ្លះទាក់ទងអំពីផ្នែកច្បាប់នេះដើម្បីកុំឲ្យខកនៅក្នុងពេលរៀនចប់ទៅស្ដាយក្រោយយ៉ាងទៅលោកគ្រូជួយបាទសូមអរគុណព្រះអង្គតាក់ទងជាមួយនឹងសំណួរនេះថាតើការងារដែលយើងត្រូវសិក្សាច្បាប់នោះពេលដែលគាត់ចប់តែចប់12ថ្មីនេះអញ្ចឹងគុណបានសន្និការមុននេះថាយើងមានសិស្សយើងជាច្រើនដែលគាត់សម្រុកទៅរកសិក្សាផ្នែកច្បាប់ក៏ផ្នែកជាទូទៅការសិក្សាជំនាញអីក៏មិនទាស់ខុសដែរឲ្យតែចិត្តហើយនឹងអារម្មណ៍បេះដូងរបស់គាត់នោះគាត់ស្រឡាញ់ទៅលើនោះចឹងមានន័យថានៅក្នុងន័យនេះគឺมันជាការតិចទៀនឬក៏មិនជាការបន្ទុយមកអីទេក្នុងករណីដែលគាត់គ្រូឃើញដោយសារថ្ងៃនោះគ្រូមើលពីព្រឹកទៅខែដែរគ្រូឃើញយុវជនយើងជាច្រើនគាត់សម្រុកគ្នាទៅតម្រង់ជួរតែម្ដងដើម្បីទៅទិញពាក្យឬក៏ទិញតំងចូលរៀនផ្នែកច្បាប់នោះមែនតើទៅបើភ្ជាប់ជាមួយនឹងសំណួរគុណម្ចាស់លើកឡើងថាតើការរៀនច្បាប់នោះវាស្រួលវាសំណុកវាមានឱកាសទីផ្សារការងារយ៉ាងណាអានោះគ្រូសូមភ្ជាប់ជាបទផលជាក់ស្ដែងថាការងារច្បាប់ពុកជាច្បាប់នេះមួយវាមិនស្រួលពេកវាមិនពិបាកពេកទេណាមានន័យថាបើយើងរៀនច្បាប់យើងត្រូវសួរខ្លួនឯងថាតើគោលបំណងរបស់យើងចង់ធ្វើអីណាឥឡូវឧទាហរណ៍ថាខ្ញុំឆ្លាញ់វិជ្ជាជីវៈការងារផ្នែកច្បាប់ដែលតកតងជាមួយនឹងមានសាលាបញ្ជីមេធាវីព្រះរាជអាជ្ញាសាលាសាការីឬក៏ចៅក្រមអីចឹងទៅហ្នឹងបើសិនជាគាត់មានគោលដៅជីវិតបែបនោះគាត់ធ្វើយ៉ាងត្រូវគាត់បានន័យថាគាត់រើសមុខជាច្បាប់ឬក៏នីតិសាស្ត្រហ្នឹងអាហ្នឹងត្រូវតាមគោលបំណងរបស់គាត់ប៉ុន្តែបើសិនជាគាត់ឈូសឆរទៅតាមគ្នាទាំងឥឡូវនៅក្នុងសម័យនេះគេពេញនិយមទៅលើមុខជាច្បាប់គេពេញនិយមទៅលើការងារច្បាប់ភាសាការងារច្បាប់ហ្នឹងស្រួលរកការងារធ្វើអានេះគ្រូសូមចូលរួមចែករំលែកបន្តិចមិនជាការបង្ទុចមកអីទេមានន័យថាឧទាហរណ៍ថាយើងរៀនច្បាប់មិនខុសពីយើងរៀនវិជ្ជាជីវៈពេទ្យទេមានន័យថាបើសិនជាយើងចប់បរិញ្ញាបត្រ4ឆ្នាំយើងអត់បានប្រឡងជាប់ជាមេធាវីទេយើងអត់បានប្រឡងជាប់ជាសាលាបញ្ជីជាព្រះរាជអាជ្ញាជាចៅក្រមមានន័យថាសរុបជារួមមកមានន័យថានៅក្នុងការងារកណាតួអង្គសាលាការវិជ្ជាជីវៈច្បាប់នោះជំនាញវិជ្ជាជីវៈផ្នែកច្បាប់នោះយើងអត់បានប្រឡងជាប់នៅក្នុងក្របខ័ណ្ឌណាមួយទេពេលនោះបរិញ្ញាបត្រច្បាប់របស់យើងហ្នឹង
dương và hai chi của bạn được không ca vừa càng nghe ở về chủng liên mà dương tịch cái nào mới đấy tha ô tô tham bờ sân chia cũ riêng vài nhà bạn cho bạn cả nó cũ riêng vài nhà bạn cho bạn lại cònถ้าบอสันជាគ្រូអត់បានប្រឡងជាប់ជាមន្ត្រីរាជការទេអញ្ចឹងការងារច្បាប់របស់គ្រូអាចជាអត់ត្រូវជំនាញទេអញ្ចឹងគ្រូអាចទៅធ្វើជាការងារផ្សេងមិនខ្វះទេនិស្សិតច្បាប់មួយចំនួនដែលគាត់ប្រឡងជាប់បញ្ញាបត្រច្បាប់ប៉ុន្តែគាត់ទៅធ្វើការជំនាញផ្សេងដោយបន្ថែម skill មួយចិត្តមិនហ្នឹងបើថាមាន skill បន្ថែមពីជំនាញបន្ថែមពីជំនាញរបស់ខ្លួនដែលខ្លួនបានរៀនគណៈអញ្ចឹងមានន័យថាมันខុសពីពេទ្យទេពេទ្យកាលណាបើយើងរៀនចប់ផ្នែកមធ្យមឬក៏រហូតដល់យើងចប់ដុកទ័របានយើងអាចចេញជាបាលបានមានន័យថាបើសិនជាយើងចង់ខ្លាចជាពេទ្យមួយគ្រប់ខណ្ឌយើងទៅប្រឡងជាប់នៅក្នុងគ្រប់ខណ្ឌរដ្ឋក្រសួងសុខាភិបាលឬក៏គ្រប់ខណ្ឌណាមួយអញ្ចឹងក្នុងករណីមួយទៀតថាបើសិនជាប្រឡងអត់ជាប់បើយើងមានធនធានយើងបើក pharmacy ឬក៏យើងអាចទៅធ្វើការឲ្យក្រុមហ៊ុនឯកជនប៉ុន្តែនៅក្នុងត្រឡប់មកវិជ្ជាជីវៈច្បាប់របស់យើងវិញបើសិនជាយើងអត់បានប្រឡងជាប់มันមានក្រុមហ៊ុនណាយកយើងទៅធ្វើជាអ្នកច្បាប់តំណាងឲ្យក្រុមហ៊ុនរបស់គាត់បើសិនជាយើងទើបតែចាប់បញ្ញាបត្រដែលអត់មានវិជ្ជាជីវៈអីមួយអាហ្នឹងគឺមានន័យថាអញ្ចឹងន័យថាសរុបជារួមមកយើងរៀនច្បាប់យើងមិនចាំបាច់ត្រូវទិញមេត្រាឲ្យគ្រប់ចំពោះគ្រប់មេត្រាទេយើងគ្រាន់តែស្វែងយល់ដឹងថាប្រភេទនៃនីតិមួយហ្នឹងតើគេប្រោតទៅលើអីព្រោះក្នុងព្រំទានយើងស្វែងយល់ពីព្រំទាននីតិវិធីយើងស្វែងយល់ពីនីតិវិធីព្រំទានទៅរដ្ឋវិន័យយើងស្វែងយល់ពីរដ្ឋវិន័យទៅយើងមិនចាំបាច់ទៅសូត្រមេត្រាទាំងអស់នោះមកឡើងវិញទេអាហ្នឹងគឺជាកត្តាមួយដែលគ្រូចង់ចែករំលែកទៅដល់កាន់បងប្អូនដែលគាត់គ្រប់តែប្រឡងជាប់ថ្មីថ្មីតា12នេះជាទូទៅជំនាញអីក៏មិនខុសដែរឲ្យតែយើងមានគោលដៅហើយនឹងផ្នែកកំណត់កំណត់ថាគោលដៅអីខ្ញុំរៀនច្បាប់ដោយសារខ្ញុំឃើញមិត្តភ័ក្តិខ្ញុំរៀនច្បាប់ខ្ញុំទៅតាមគាត់ដោយសារអាណាព្យាបាលគាត់ជំរុញឬក៏ដោយសារយើងចង់ខ្លាយទៅជាចំណុចណាមួយប៉ុន្តែយើងត្រូវមានគោលដៅច្បាស់លាស់មួយថាកត្តាទាំងអស់ហ្នឹងអ្វីដែលយើងតាំងចិត្តហ្នឹងយើងត្រូវធ្វើវាឲ្យបានព្រោះអីមុខវិជ្ជាច្បាប់នេះមិនមែនជាមុខវិជ្ជាច្បាប់មួយដែលងាយរៀនប្រហែលទេកណាគុណមានន័យថាមិនស្រួលបានទេកណាយើងគ្រូតែនិយាយពេលរៀនច្បាប់ចឹងដូចនៅលើដំបូលពុកចឹងណាពេលដែលយើងយល់ពីច្បាប់មានន័យថាគ្រប់បែបយ៉ាងនៅជុំវិញខ្លួនយើងសិតតែជាបទល្មើសទាំងអស់កណាយើងអត់ដឹងទេប៉ុន្តែព្រោះថាយើងនិយាយពាក្យសម្ដីអីមួយទៅស្រាប់គេយកទៅធ្វើតាមយើងហើយអាចទង្វើដែលគេធ្វើនោះហើយវាកើតទៅចេញទៅជាបទល្មើសយើងនេះជាអ្នកផ្ដាំគំនិតហ្នឹងណាមិនន័យថាអញ្ចឹងយើងត្រូវស្វែងយល់ទៅលើការងារនឹងបន្ថែមមិនជាបញ្ហាចោលទេតាក់ទងមួយនឹងការរើសជំនាញប៉ុន្តែយើងត្រូវសួរខ្លួនយើងឲ្យច្បាស់ហើយយើងដាក់គោលដៅទៅថាជំនាញហ្នឹងពិតជាយើងបានផុសចេញពីដួងចិត្តរបស់យើងស្រឡាញ់យើងចង់ធ្វើហើយយើងនឹងចង់ខ្លាយទៅជាតួអង្គឯមួយនៅក្នុងវិជ្ជាជីវៈឬក៏ជំនាញច្បាប់នោះកណាគុណគ្រូសូមចូលរួមប៉ុណ្ណឹងគុណគ្រូបានចូលរួមច្រើនទាក់ទងពីការរួមចំណែកក្នុងការសិក្សាវិជ្ជាជីវៈជំនាញផ្នែកច្បាប់ហើយលោកគ្រូធ្លាប់បានលើកឡើងថាកម្មផ្លេចថាពេលរៀនច្បាប់ចេះទៅដូចនៅលើដំបូលគុំហ្នឹងណានឹងជាការពិតហ្នឹងតែសារតែរៀនទៅបើនិយាយពីព្រំទាន់គឺសិតនិយាយពីតោសទាំងអស់សិតតែបត់ល្មើសបាទណាគឺយើងនិយាយលើស្រួលតែស្លាប់ទៅពាក្យណាមួយបរសារគេចូលមាត្រា330បរសារគេអានេះមានតែជាបត់ល្មើសមួយទៀតអញ្ចឹងវាមិនពិបាកទេមិនស្រួលទេបើសិនជាយើងយល់ឲ្យដល់ប៉ុន្តែលោកគ្រូចង់បញ្ជាក់ថាវាអាចនឹងស្រួលបើសិនចិត្តយើងឆ្លាញ់ពីខាងក្នុងមកហើយយើងក្តីសម័យចង់ធ្វើអីណាមួយហើយមានន័យថាពេលរៀនហ្នឹងគឺខំលោកគ្រូណាគឺខំដោយការប្រឡងវិជ្ជាជីវៈក្នុងព័ន្ធតុលាការគឺតែមានកំណត់ព្រោះមានកំណត់អញ្ចឹងទៅរៀនពិបាកមានន័យបើសមត្ថភាពយើងអត់ដល់ក៏មិនអាចធ្វើផ្សេងនោះទេណានៅអរគុណច្រើនលោកគ្រូចឹងស្មាចង់សួរបញ្ជាក់បន្ថែមថាមុខវិជ្ជាដែលគេហៅថាច្បាប់នេះលោកគ្រូហើយអ្នកខ្លះគេហៅថានីតិសាស្ត្រចឹងទៅចឹងស្មាចង់សួរថាតើមុខវិជ្ជានីតិសាស្ត្រនិងមុខវិជ្ជាច្បាប់នេះបើយើងនិយាយទៅវាសិក្សាទៅវាមានផ្នែកអីខ្លះលោកគ្រូហើយផ្នែកមួយនេះដល់ពេលដែលនិស្សិតបានសិក្សាទៅហើយគាត់ចូលការងារដូចគ្នាឬក៏យ៉ាងម៉េចឬក៏ថាឧទាហរណ៍អ្នករៀនដូចថាជាច្រើនគេសម្គាល់ថាច្បាប់រដ្ឋបាលយើងទៅនឹងច្បាប់រដ្ឋបាលអ្នកខ្លះគេយកច្រឡំនឹងច្បាប់រដ្ឋបាលហ្នឹងឲ្យតែមួយចង់រៀនមួយណាក៏បានហើយចូលធ្វើការបានដូចគ្នាអញ្ចឹង
ចង់លោកគ្រូបញ្ជាក់ត្រង់ចំណុចហ្នឹងក្រែងលោកមានបងប្អូនយើងទស្សនាខ្លះគាត់នៅឆ្ងល់មានចម្ងល់អញ្ចឹងទៅដើម្បីបកស្រាយអត្ថន័យសេចក្តីត្រង់ចំណុចហ្នឹងឲ្យបានយល់គណៈអរគុណព្រះអង្គនៅក្នុងចំណុចនេះជាទូទៅតកតងជាមួយនឹងច្បាប់អានឹងយើងហៅនីតិសាស្ត្រហ្នឹងហើយនីតិសាស្ត្រប៉ុន្តែគាត់ថាយើងហៅជាសាមញ្ញមិនថាយើងហៅជាភាសាទូទៅយើងប្រើពាក្យច្បាប់តែបើយើងចែកឲ្យដាច់ថាពាក្យថាច្បាប់មួយម៉ាត់ហ្នឹងយើងមានពីរទៀតបើយើងចែកវាក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងមានពីរយើងមានច្បាប់សាមញ្ញហើយនិងនីតិសាស្ត្រច្បាប់សាមញ្ញហ្នឹងមានន័យថាម៉េចមានន័យថាគឺវាអត់មានការដាក់ទោសទណ្ឌឲ្យយើងទេជាច្បាប់មួយអប់រំទូមានព្រៀនប្រដៅយើងឲ្យយើងធ្វើទៅតាមកន្លងប្រពៃណីសាសនារបស់យើងឥឡូវគ្រូឧទាហរណ៍ថាហើយយើងធ្លាប់លឺឲ្យច្បាប់លោកតាក្រមងុយមានច្បាប់ប្រុសច្បាប់ស្រីអាហ្នឹងគឺមានន័យថាគឺជាច្បាប់មួយដែលយើងប្រើយើងអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទោះបីជាយើងគ្រប់តាមមិនគ្រប់តាមវាអត់មានប្រអល់ទោសទណ្ឌឲ្យយើងទេតែថាលោកថាលោកតាក្រុងមកលោកផ្ដាំមកທາງកុំឲ្យយើងហ្នឹងជាប្រសក់ហ្នឹងពាក់មួកចូលវត្តឬក៏ពាក់ស្បែកជើងឡើងព្រះវិហារឡើងគាត់លោកសង្ឃអីចឹងទៅអញ្ចឹងគួរនេះថាបើសិនជាមានយុវជនឬក៏បុគ្គលណាមួយគាត់ភ្លេចខ្លួនគាត់ពាក់ស្បែកជើងឡើងព្រះវិហារឬក៏គាត់ពាក់មួកចូលវត្តក៏អត់មាននគរបាលឯណាមកគាត់ពីបត់មិនគោរពតាមច្បាប់របស់លោកតាក្រុងងុយនឹងដែរហ្នឹងបានន័យថាច្បាប់សាមញ្ញគឺតាក់ទងជាមួយនឹងទំនៀមទម្លាប់អប់រំយើងឲ្យយើងការរស់នៅប្រចាំថ្ងៃតាក់ទងមួយនឹងការរស់នៅប្រចាំថ្ងៃប្រកបដោយសិលធម៌ទេប៉ុន្តែដែលច្បាប់នៅក្នុងន័យនីតិសាស្ត្រដែលយើងហៅនីតិសាស្ត្រនោះគឺមានន័យថាគឺយើងចង់សម្ដៅទៅដល់លិខិតបទដ្ឋានគតិយុត្តដែលបានប្រជុំសម្រាប់ដោយស្ថាប័ននីតិបញ្ញត្តិដែលយើងស្គាល់ថាអង្គនីតិបញ្ញត្តិរដ្ឋសភានោះណាអញ្ចឹងមានន័យថាច្បាប់ដែលឆ្លងកាត់ការប្រជុំសម្រាប់ដោយរដ្ឋសភាហើយត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើតាមរយៈព្រះរាជក្រមអានោះគឺជានីតិសាស្ត្រមិនថាច្បាប់នៅក្នុងន័យនីតិសាស្ត្រគឺមានអនុភាពនៅក្នុងការចាប់បង្ខំណាចាប់បង្ខំមិនមានន័យថាបើយើងអត់ធ្វើតាមគេដាក់ទោសទណ្ឌណាឥឡូវគ្រូឧទាហរណ៍ឲ្យងាយយល់ចុះដែលយើងជួបប្រទះនៅក្នុងសង្គមយើងបច្ចុប្បន្នឥឡូវគ្រូឧទាហរណ៍ថាតកតងជាមួយនឹងច្បាប់ចរាចរណ៍ផ្លូវគោកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអាហ្នឹងគឺនៃនីតិសាស្ត្រចឹងមានន័យថាបើសិនជាគេបានកំណត់គេបានចងមកថារាល់ការបើកបរលើយានជំនិះលើដងវិថីឬដងផ្លូវហ្នឹងយើងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍មានន័យថាយើងត្រូវគោរពភ្លើងសញ្ញាស្លាកសញ្ញានគរបាលចរាចរណ៍កុំឲ្យយើងទៅចឹងមកគេកំណត់ថាឥឡូវយើងត្រូវពាក់មួកបើយើងប្រើប្រាស់មធ្យោបាយដោយម៉ូតូបើយើងអត់ពាក់នគរបាលចរាចរណ៍ចាប់បានគាត់ពិន័យយើងទៅតាមបទបញ្ញត្តិដែលបានកំណត់នៅក្នុងច្បាប់បានន័យថាមានអនុភាពនៅក្នុងការចាប់បង្ខំមានន័យថាអញ្ចឹងហ្នឹងតកតងជាមួយនឹងនីតិសាស្ត្រអញ្ចឹងនីតិសាស្ត្រនេះបើយើងសរុបឲ្យងាយយល់គឺមានន័យថាវាជាឧបករណ៍មួយជាឧបករណ៍តែយុទ្ធមួយដើម្បីជួយសម្រួលទៅដល់ការដឹកនាំដល់ការគ្រប់គ្រងរបស់អង្គនីតិប្រតិបត្តិមានន័យថារដ្ឋាភិបាលឧទាហរណ៍ថារដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតអញ្ចឹងលោកមានតួនាទីនៅក្នុងការគ្រប់គ្រងសម្ដាប់ធ្នាប់ស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយអញ្ចឹងដើម្បីឲ្យប្រទេសមួយមានស្ថិរភាពមានរបៀបរៀបរយយើងត្រូវការច្បាប់ដើម្បីមកជួយការពារមកជួយគ្រប់គ្រងអញ្ចឹងច្បាប់ជាឧបករណ៍គតិយុត្តដល់ពេលត្រឡប់ទៅរដ្ឋបាលសាធារណៈវិញរដ្ឋបាលសាធារណៈជាអីរដ្ឋបាលសាធារណៈគឺជាអនិយាយពីរឿងការដាក់ទោសទណ្ឌនេះរដ្ឋបាលសាធារណៈបើសិនជាយើងថាឥឡូវខ្ញុំចង់រៀនជំនាញរដ្ឋបាលសាធារណៈគឺយើងនិយាយតែពីយុទ្ធសាស្ត្រយើងនិយាយតែរឿងផែនការយើងនិយាយតែធ្វើម៉េចផ្ដល់សេវាឲ្យល្អប្រសើរព្រោះឧទាហរណ៍ថាការពីដើមឡើយយើងពីមុនណាយើងប្រទេសយើងទៅរួចពីសង្គ្រាមមកយើងអត់ទាន់មានមធ្យោបាយធ្វើដំណើរផ្លូវអីស្អាតល្អទេមានន័យថាផ្លូវជាតិយើងមួយចំនួនមានផលលំបាកព្រោះថាពីខេត្តមួយទៅខេត្តមួយយើងធ្វើដំណើរមួយថ្ងៃទេណាបានដល់អញ្ចឹងរដ្ឋាភិបាលឃើញទុកលំបាករបស់ប្រជាពលរដ្ឋនៅក្នុងប្រមាណក្នុងការធ្វើដំណើរលោកចាប់ផ្ដើមកសាងផ្លូវមួយកសាងផ្លូវស្អាតហ្នឹងជាការផ្ដល់សេវាសាធារណៈទេជាការផ្ដល់សេវាជំនួយដើម្បីឲ្យពលរដ្ឋនៅក្នុងមូលដ្ឋាននៅក្នុងប្រទេសដែលស្ថិតនៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលហ្នឹងឲ្យមានភាពល្អប្រសើរកុំឲ្យលោកពិបាកនៅក្នុងការធ្វើដំណើរអញ្ចឹងលោកចាប់ផ្ដើមបង្កើតជាផ្លូវមួយខ្សែបានធ្វើផ្លូវមួយខ្សែហ្នឹងឲ្យស្អាតអញ្ចឹងដល់ពេលធ្វើផ្លូវហ្នឹងមួយខ្សែហ្នឹងស្អាតហើយលែងផុសលែងរលាក់លែងអីអ្នកប្រើប្រាស់ផ្លូវចាប់ផ្ដើមប្រើប្រាស់ដោយអត់គិតពីគ្រោះថ្នាក់មែនគាត់បើកលឿន
nè quát bạc lươn quát bù nặng quát ấy dân tới chấn rồi thà vá chập đam kết ra là chùm hàng ca đại pleu nơi bờ vá ở miền bù nặng đòi chỉ vượt thế nay dân chọn thùng đua lên cả lát đây cả lát chia ngay thế còn nó xẻo đâu pe dương cô sang pleu đường hắn sắp quát lươn nè hỏi bạc lươn nó bù nặng bạc bia này tới pam bò đòi dụ vớt đại dương cưới sao phò miền mà chỉ nuôn dương sắp sai nơi tam và quan sang phò miền cứ mỗi tháng ngày cứ miền nè bù nặng chờ ủi thỏi chấn chẳng có thờ bá chập đam kích một việc thả tá dương thử thua đôi chuẩn đấy làm bây giờ chui tục nó nè đại pra svan sao thì nã nó ói quát và thôi bên tha có ói quát thua chạy chết quát tết phi na tới phi na tụi tay viết chẳng có thờ bá thở cao ốp co muối chứ ốp co cứ đi từ xa từ cái tệ yết từ chụp bắp nó mình thay dương bạc cá chụp bắp cái phi trả cho lời cuộc muối mà đi phủ được lang ôi thì họ thằng nào mới chắc ra ở lấy của nã nó để sai bằng lươn giống cầm loạn là bữa này quạt thì đại sử giáo những cái sấp phải sấp của chung chôn những dân học sấp kỹ năng của chung chôn mình chắc sai sấp đôi cô một là riêng một ấy to phần sam sấp lỗ không mà máu cái đòi chẳng không cần ấy thay bờ sân chỉ miên để na là mưa nó bọt phải nhạt nâng nó cứ là mưa chỉ mùi nâng cho bạn nó không này để ra nó ngay cứ cho bạn nó không này để sáng từ khi miên ăn được và tệ rút nó không cá mà không đã tôi toán vì nấy từ tam bảo là mưa này qua bạn được chẳng sở đọc chỉ rùa máu bờ sân chỉ dụ chôn để bàn chạy cho bạn nó viênรัฐบาลสาธารณะเขาหนึ่งนิติศาสตร์ยืนยันว่ามันอย่างงี้ก็คือปัญญาปัจจุบันคือตัวปัญญาบัณฑิตศาสตร์ขับโอนจองคลายจีมีเดวีจองคลายจีกลามจีจองคลายจีจ่ายครอมอัญญาสลาประเดี๋ยวนี้โอนเรียนปัญญาปัจจุบันในยืนให้ฐานนิติศาสตร์นะคนได้บอกโอนจองคลายเดี๋ยวจีเหมือนเตลิชกาจองคลายเดี๋ยวจีเนี่ยบ่มร้าวเสียบ้าสาธารณะไปโพรอดมือตามมูลทานโอนไอเชื่อเรื่อยโยจำเนียงรัฐบาลสาธารณะขนาดนี้คือปีนึงอัดโดยมีแต่สิ่งนี้ได้เลยยุบชนยังมาอยู่นู้นก็โยจะล้อมเพื่อนท่าโยจะล้อมท่านิเตศาธารณะนั่นคือนิเตศานั่นทับปิดอัดแมนเองนิเตศาธารณะนั่นคือที่บุกเชียร์บอลไปที่จำเนียงซารัฐบาลสาธารณะเมื่อใดจะไหลจังในขนมนิเตศาในขนมฉบับนั้นยังเมียนปีแต่ยังมันหมายใช้แบบนั้นก็โยจะล้อมท่ารัฐบาลสาธารณะคือจีนิเตจีนิเตศาให้เราไปนิติศาสตร์นั่นคือฉบับเอกชนวิ่งวันจะโยนจะหลอมยังไม่ได้ท่าในขนมนิติศาสตร์นั้นยังเมียนปียังใบใจจีประเภทไม่ท่าเอกชนให้นึงรอดขนาดบรรทัดจีฉบับเอกชนให้นึงฉบับสาธารณะนิติเอกชนนึงนิติสาธารณะนั้นเขาเนี่ยไม่บรรทัดวิธีในขนมของเก้าในการควบคุมโดยรัฐบาลสาธารณะแต่มวยที่ได้อย่างยาโทสาธารณะแต่มวยที่เป็นใต้ก่อนในท่ายังใช้เรื่องใหญ่เซ็งนี่แต่เรื่องเซ็งนี่ไม่ในท่าเรื่องตีมวยเพื่อได้หึงให้ขาดล้างยืงประการจำบัดนงการโจรวมต่อสายโดยอย่างยาโทสาธารณะผู้ที่เขาได้บอลมือพรมต้นอันนั้นเชื่อสาธารณะไม่ในท่าบอลรถธรรมนุ่งพรมต้นอันนั้นสแต่รัฐบาลอันนั้นสแต่แตะโตมวยหนึ่งอย่างยาโทมูทานะแตะโตมวยหนึ่งใจสาธารณะให้ใจสาธารณะนั้นกดเมียนซึดในกรงกาปลุกโครงไปเลยการเทียบการรูนในประจำไงบอกปวดอุทธรณ์ถามบทสันเจอบุคคลก้อนนั่นก็ปวดบ้าละเมิดในเรื่องปรุงต้นตัวไอ้เกหลับบัวไอ้เกหัวธนะไอ้เกสลับบัดมองชีวิตอันนั้นถัดในขนมชมพูรัฐบาลสาธารณะในขนมนิเตศาธารณะนั่นในขนมเรื่องปรุงตัวนั่นcho ai chôn bình ai chôn cái bàn chạy để lái mình để thao rương na đại ca lá hói mình cho mình đăng này nha mình để thao việc sát lang đá phân tái vì mình chiêm từ đó kha đã tô toan từ cổ chọc phục chọc cho vợ bởi vì gì xa sớm anh là nào dương ôn thoa được chỉ hướng bạc càng nghỉ nhé để tệ càng nghỉ đó viết chỉ chia đi để xa đái chia cho bạc đái phân tái cái dưới là rương ai chôn này rương tại này vô chích này vô chuột bởi dương vậy sớm anh người ta cay nên sao mà có dương hai kia để phơi cá dương bao được hai cái dương nào lao người ta bao càng nghĩ là trên đây xuông càng nghe mà đông ra chỉ biết cái cầm nói đấy thay thử pro vẽ nuôi mấy pro vẽ thay màu mấy pro bộ liền mấy anh là qua trả từ tam năm tới cái này nếu theo rồi về ní cái dương chặt trôi trên này cái ảnh chôn này rồi sai ta cái câu mùi nương sầm nón bọc côn cái này phần tác bộ sân chỉ không cả thằng này này bọc côn nó quật lơ hotอะไรท่าปีอาจจะตัวเตอร์หรือเวียงบุคคลอะไรนั่งบ้านที่โจดอลซาเทียนาแล้วอุ้ยท่าพอสั้นที่บุคคลก่อ
គាត់ខ្ចីសម្ភារៈបុគ្គលខុសមកប្រើអាហ្នឹងជារឿងឯកជនណាគុណមានន័យថាបើសិនជាដល់ពេលកំណត់កហ្នឹងគាត់យកសម្ភារៈហ្នឹងយកទៅឲ្យខវិញនៅក្នុងសភាដើមទៅតាមការព្រមព្រៀងអាហ្នឹងបានន័យថាវាចប់វាអត់មានរឿងអីកើតឡើងប៉ុន្តែក្នុងករណីសម្រាប់បុគ្គលកហ្នឹងគាត់ខ្ចីឬក៏ជួលសម្ភារៈពីបុគ្គលខមកប្រើប្រាស់ហើយគាត់មានចេតនាទុច្ចរិតណាមួយគាត់យកទៅលក់គាត់យកទៅប្រចាំឬគាត់ធ្វើឲ្យបាត់ណាអត់ទាន់ចូលដល់រឿងសាធារណៈទៀតបើសិនជាកនោះគាត់ទិញថ្មីសងខណាទូបានឲ្យទៅជាថវិកាឬក៏ឲ្យជារបស់ថ្មីអានេះចប់ប៉ុន្តែបើសិនជាកនោះគាត់ធ្វើឲ្យខូចរបស់ខធ្វើឲ្យបាត់ឬក៏ប្រើនៅក្នុងចេតនាទុច្ចរិតណាមួយហើយអត់បានគិតបេះពីការទទួលត្រូវពេលនោះខអាចដាក់ពាក្យប្តឹងពេលនោះវាផុតឯកជននឹងឯកជនណាវាចូលតំណែងតំណងរវាងឯកជនហើយនឹងមិនអាជ្ញាធរសាធារណៈដើម្បីឲ្យទៅជួយដល់ស្រីយើងអាចមានក្តីក្តាំឡើងទៅដល់តុលាការដើម្បីដល់ស្រីរឿងហ្នឹងកណាវិញឆ្ងាយវាមិនជារឿងសាមញ្ញមកទេប៉ុន្តែគ្រាន់តែថាយើងបែងចែកឲ្យដាច់ប៉ុណ្នេះរដ្ឋបាលសាធារណៈហើយនិងនីតិសាស្ត្រគឺជាជំនាញពីរផ្សេងពីគ្នាណាបើឧទាហរណ៍ថាឥឡូវគុណចង់ខ្លាយជាមេធាវីឧទាហរណ៍នៅថ្ងៃអនាគតឬក៏ចង់ខ្លាយជាព្រះញ្ញាបើសិនជាគុណអស់បនិស័យនៅក្នុងវិស័យពុទ្ធសាសនាបើគុណរៀនជំនាញនីតិសាស្ត្រគុណអាចប្រឡងមេធាវីកន្លងជាចែកប្រំបានប៉ុន្តែបើគុណរៀនជំនាញរដ្ឋបាលសាធារណៈប្រហែលជាមិនអាចណាមួយទៀតអានេះជាព័ត៌មានទេដែលគ្រូទទួលបានជារៀមច្បងមកគឺគាត់ណែនាំថាបើសិនជាយើងរៀនបរិញ្ញាបត្ររដ្ឋបាលសាធារណៈយើងអត់អាចបន្តយកអនុបណ្ឌិតនីតិសាស្ត្របានទេណាគឺអត់អាចយើងអត់អាចបន្តយកថ្នាក់អនុបណ្ឌិតនីតិសាស្ត្របានទេអានេះតាមព័ត៌មានដែលគ្រូទទួលបានប៉ុន្តែផ្លូវការមិនផ្លូវការដោយសារយើងនឹងសិក្សាស្វែងយល់បន្ថែមមើលពេលក្រោយទៀតដោយសារយើងអត់ទាន់ជួបប្រទះនៅក្នុងខ្លួនឯងទេឬដែលរៀនច្បងគាត់លើកឡើងនេះប៉ុន្តែបើសិនជាយើងរៀននីតិសាស្ត្រយើងរៀនច្បាប់ហ្នឹងណាបរិញ្ញាបត្រនីតិសាស្ត្រយើងអាចបន្តអនុបណ្ឌិតរដ្ឋបាលសាធារណៈបានវាផុសគ្នាយើងបានន័យថានីតិសាស្ត្រហ្នឹងវារៀងទលាយយើងរដ្ឋបាលទេកណាយើងមានអនុភាពបន្តិចដោយសារនីតិសាស្ត្រយើងដឹងហើយថាគឺមានអនុភាពប្រតិយុត្តមួយនៅក្នុងការចាំខំហើយវាទលាយបានថារស់នៅក្នុងសង្គមបច្ចុប្បន្នយើងអត់អាចធ្វើអីដោយរួចដោយកិច្ចផុតពីច្បាប់បានដែរភាសាចាស់គាត់តែងលើកឡើងថាសម្បាញ់ច្បាប់ហ្នឹងគឺបលាវិញឹកណាយើងមិនដល់គ្រប់បើថាបើថាគ្រប់ទៅហើយយើងពិបាកនៅក្នុងការរលចេញណាមានន័យថាចឹងតែគ្រូសុំចូលរួមប៉ុណ្ណឹងបើសរុបជារួមមកគឺមានន័យថាយើងសម្រាប់បងប្អូនយុវជនសិស្សនិស្សិតដែលទើបតែបញ្ចប់ឆ្លាតដល់ពីថ្មីអញ្ចឹងបើសិនជាបងអូនអត់ទាន់មានបានន័យថាច្បាស់លាស់ឬក៏នៅមន្ទិលតាក់ទងជាមួយនឹងជំនាញណាមួយដែលគុណបានសង្ឃលេខាសួរមកគ្រូមានន័យថាឥឡូវគ្រូសូមចូលរួមចំណែកប៉ុណ្ណឹងថាបើសិនជាបងអូនចង់ប្រកបវិជ្ជាជីវៈនៅក្នុងផ្នែកច្បាប់មានកលាមជីដូចជាចប់បញ្ញាបត្ររងយើងប្រឡងបានដែរបាទយើងបើសិនកណាបញ្ញាបត្ររងយើងប្រឡងបានឬក៏យើងរៀនបរិញ្ញាបត្រដែរប៉ុន្តែយើងចូលដល់ឆ្នាំទី3មានថាឆ្នាំទី3ឈុំនេះមួយយើងនិយាយមួយម៉ាត់ឲ្យងាយយល់មានថាយើងបញ្ចប់ឆ្នាំទី2ឈុំនេះ2ដល់ជោគជ័យយើងអាចប្រឡងកលាមជីបានសម្រាប់មេធាវីគាត់ឲ្យយើងចប់បរិញ្ញាបត្រកណាអញ្ចឹងអានឹងបើសិនជាយើងចង់ធ្វើការនៅក្នុងវិជ្ជាជីវៈច្បាប់ប៉ុន្តែបើសិនជាបងអូនចង់ធ្វើការនៅក្នុងស្ថាប័នរដ្ឋនៅក្នុងស្ថាប័នទេវិការយើងរៀនបញ្ញាបត្រច្បាប់ក៏យើងប្រឡងបានដែរគេអត់ថាអីទេកណាប៉ុន្តែគាត់ន័យថាបើយើងរៀនជំនាញរដ្ឋបាលយើងត្រូវសួរខ្លួនឯងថារដ្ឋបាលយើងធ្វើការនៅក្នុងវិស័យសាធារណៈបានឯកជនក៏បានដែរវាអញ្ចឹងឯងបាទន័យថាវាពិសេសដាច់តម្លៃផ្សេងៗគ្នាកណាគ្រូសុំចូលរួមប៉ុណ្ណឹងគុណមានអីថែមអរគុណតាមគ្រូបានទូចំណែកក្នុងការផ្ដល់ជាចំណេះដឹងដល់បងប្អូនទៅតែបញ្ចប់ថ្នាក់ទី12ហើយមានបំណងចង់សិក្សាជំនាញនីតិសាស្ត្រហើយជំនាញច្បាប់នឹងឯងអញ្ចឹងលោកគ្រូបាននិយាយបាញ់មិញហ្នឹងបកស្រាយនៃសេចក្តីអស់លោកណាក៏អស់មកអង្គុយស្ដាប់យុចិត្តដោយសារតែមែនទែនទៅមុននឹងស្មាចូលសកលនេះក៏មានពាក្យនឹងលើកឡើងពាក្យដែលគេតែនិយាយថាច្បាប់រដ្ឋបាលច្បាប់រដ្ឋបាលអញ្ចឹងគេសម្គាល់ថាច្បាប់រដ្ឋបាលនេះគឺតែមួយទេគ្រូអ្នកខ្លះគេថាចង់រៀនច្បាប់រដ្ឋបាលដើម្បីធ្វើការខាងតុលាការហ្នឹង
chẳng bật tân giữa ban phai vô thì một bà ấy tôi đến không sẽ làm dương sờ lạnh thằng nó tôi đến thằng lúc không sờ lạnh còn chẳng ban chỉ bắt thì tao lục ru tay để có đo này này đằng đo này sạch để bắt đồ điên trong nạp to mà phiền toánก็ครูไทยได้เรียนปีการประกอบกิจการตามเป็นเด็กครูเรียนให้จะสร้างยืดเคยจะมีตัวเกิดจากหลักกฎเรียนกฎมอตามนี้ตามแบบแพะแต่นั้นครูครูนั่งเป็นหลักเลยทางเรียนฉบับนั่งครูเรียนฉบับในมันถือบ้าเด็กทางเรียนฉบับนั่งมีอัพเรียนสำนึกจะไปเลยใช่ไหมอยู่เรียนสำนึกบกดอกใจคนในยันได้จะไปครูដល់ពេលចូលរៀនទៅបានខ្ញុំដំបូងទីកពីខ្ញុំដំបូងក៏រត់ចោលកន្លែងកំលៀនហើយជាក់ស្ដែងពេលលោកគ្រូស្លាប់រៀនគឺសិតទៅជួបអីពូតស្មារៀនក៏ជួបដែរពូតសិតតែគាត់បានចិត្តច្បាប់លោកគ្រូអញ្ចឹងចំពោះលោកគ្រូស្មាទូវិជ្ជាទៅតែច្បាប់នេះវាស្រួលមែនអត់និយាយសាស្ត្រនេះតែតងជាមួយនឹងនេះភាសាវាបើឲ្យស្រួលវាមិនស្រួលតែណាឲ្យពិបាកវាមិនពិបាកអានេះអាស្រ័យទៅលើការកាន់ចិត្តរបស់យើងឆ្លាញ់ដូចដោយសារអញ្ចឹងដោយសារតែពាក្យក្នុងច្បាប់ក្នុងខ្មែរគឺប្រសងក៏ហើយពាក្យខ្លះមកធ្លាប់ឮយ៉ាងទៅណាពាក្យអភពបុគ្គលអីណាទៅសិនជាពាក្យធម្មតាគឺយើងអត់យល់ទេហ្នឹងតែពេលយើងចូលរៀនច្បាប់ទៅយើងសន្តិនៅក្រមច្បាប់ហ្នឹងមានថ្មីច្រើនពាក្យខ្លះសង្កត់ថាប្រសងលោកអត់ចេះស្គាល់អត់ចេះក៏ត្រូវការប្រតិស្រាវជ្រាវឲ្យផ្សេងៗទៀតអញ្ចឹងគិតថាបើថាការរស់នៅធម្មតាយើងគិតសម្គាល់ថានេះធ្វើនេះខុសធ្វើនេះត្រូវនឹងវាស្រួលអីចឹងប៉ុន្តែបើយើងឲ្យទៅរៀនឲ្យយល់ហើយជាពិសេសទៅបកស្រាយក្រមហើយដូចជាក្រមរដ្ឋវិន័យព្រមតននេះវាវល់មួយណាក៏នឹងវល់ភាសាមានពាក្យបច្ចេកទេសច្រើនក៏ពាក្យច្រើនអញ្ចឹងអរគុណលោកគ្រូបានចូលរួមក្នុងការផ្ដល់ជាចំណេះដឹងទាក់ទងអំពីវិទ្យាសាស្ត្រក៏ដូចជាមុខវិជ្ជាជំនាញច្បាប់សម្រាប់បងប្អូនដែលទើបបញ្ចប់ទី12ដើម្បីមានគោលបំណងក្នុងការសិក្សាជំនាញផ្នែកច្បាប់នេះប្រកបទៅដោយជោគជ័យនិងមានចក្ខុវិស័យបានវែងឆ្ងាយមានន័យថាបានឲ្យមើលឃើញអំពីអនាគតខ្លួនអ្វីដែលខ្លួនស្រឡាញ់ហើយខំប្រឹងប្រែងសិក្សានេះទៅមិនទៅជាបោះបង់ពេលដែលជួបការលំបាកហ្នឹងហើយអរគុណច្រើនលោកគ្រូហើយមកចង់សួរបញ្ជាក់ចំណុចមួយទៀតលោកគ្រូតើច្បាប់ហ្នឹងមុខជាច្បាប់ក៏ដូចជាចំណេះដឹងទូទៅផ្នែកច្បាប់ហ្នឹងតើវាមានសារៈសំខាន់តែចំពោះអ្នករៀនច្បាប់ឬក៏មានសារៈសំខាន់ចំពោះប្រជាជនទូទៅពលរដ្ឋទូទៅដែរទេណាអរគុណព្រះអង្គតើតងជាមួយនឹងសំណួរនេះបើយើងលើកឡើងជាទូទៅណាគ្រូមានន័យថាវាផ្ដល់អត្ថប្រយោជន៍បានថាវាផ្ដល់គុណសម្បត្តិដល់អ្នករៀនហើយនឹងពលរដ្ឋទូទៅដែរបើសិនជាពលរដ្ឋថាបើសិនតែគាត់យល់ដឹងទៅលើបញ្ហាផ្នែកច្បាប់ហ្នឹងហើយគាត់ចូលរួមផ្សព្វផ្សាយផ្ដល់មូលដ្ឋានដល់សហគមន៍របស់គាត់គ្រូគិតថានឹងជាប្រយោជន៍ដែរដោយសារអីច្បាប់នេះវាមានចំណុចសំខាន់មួយដែលថាផ្ដល់ការប្រស័យតាក់ទងគ្នានៅក្នុងសង្គមឲ្យយើងចេះប្រយ័ត្នប្រយែងតែឡើយបើយើងនិយាយមួយម៉ាត់ឲ្យងាយយល់ថាអ្នកដែលមិនដឹងអត់មានកំហុសទេអាហ្នឹងយើងនិយាយចឹងបានប៉ុន្តែពេលដែលយើងធ្វើកំហុសគេមិនគិតថាយើងដឹងឬមិនដឹងទេអាហ្នឹងវាទៅជារឿងមួយផ្សេងមួយទៀតច្បាប់ព័ត៌មានណាអញ្ចឹងនៅក្នុងច្បាប់នេះមានន័យថាជាកម្មវត្ថុមួយចម្បងនៅក្នុងការសម្រេចចិត្តរបស់មនុស្សដែរមានន័យថាឲ្យមនុស្សមុននឹងសម្រេចចិត្តថាធ្វើអីនោះយើងដឹងថាអូធ្វើអានឹងខុសអញ្ចឹងមានថាបើសិនជាយើងចូលរួមផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់នោះទូលំទូលាយដល់ពលរដ្ឋមូលដ្ឋានសហគមន៍ដល់ប្រជាពលរដ្ឋយើងនៅតាមសហគមន៍នីមួយៗគាត់យល់ដឹងណាអញ្ចឹងពេលនោះគាត់នឹងយល់អំពីសិទ្ធិខ្លួនឯងពេលថាបើសិនជាគាត់យល់ដឹងអំពីច្បាប់ទូលំទូលាយណាអញ្ចឹងច្បាប់ក៏ជាមូលដ្ឋាននៅក្នុងការឲ្យគាត់សម្រេចចិត្តដែរហើយឧទាហរណ៍ថាឥឡូវគាត់ចង់ទៅលួចរបស់គេឧទាហរណ៍អញ្ចឹងគាត់ឃើញកង់ឃើញម៉ូតូឃើញគេទុកចោលគាត់លើគាត់អាចយល់ដឹងលំលេងថាច្បាប់នេះគាត់យល់ទៅបាត់អញ្ចឹងគាត់ធ្វើម៉េចគាត់កើតទៅជាបទល្មើសលួចប៉ុន្តែបើសិនតែគាត់យល់ដឹងពីផ្នែកច្បាប់ថាការយល់របស់គេដោយអ្នកដទៃអត់អនុញ្ញាតហ្នឹងអានេះជា
hướng lui đã bây giờ vậy vì vì sai phụ trả nó ba một hồi dân cái này bây giờ vậy vì là chạy này khổ cho bảo ai có quân này khi vì màn khai từ màn chạm ấy chân đấy chẳng ban này tha phốt ai chỉ một lượt than phước được nông ca có đo ca mày cho này phốt con ách bọc bong cháu để chăn tiệt người ta có cực là núi nước đôi bắt con bao sao con cái chóp còn biết được nông ca lối à nâng video tôi chia bọn là muốn gì còn mời để con bọc bong thế tôi làm việc hết còn bọc bóng đòi ốp sạc người ta chưa giờ là bọc kia trên cái hết giờ đây là cái toán còn ai mà kia với nhà nâng mà này tham mình chỉ cả bọc bóng để thành tiệt thì chứng ca áo rôm cho nên ông thầy chỉ bật đấy cô chị ta sầm khăn ở trong ca và tay thì mẹ một lên không cùng tôm này của ấy dương ai đăng thà cái ca này dây bài ná chỉ ca một trên một cái thói ca này dây bài ná chỉ ca nhung nhung họ nhung nhung vì nhiên nhung nhung ở cá từ khi bạn là mưa ra tiếp nó ổn hòn hà ở một cô có hỏi phụ ấy kia cá hơi trâu thật cái cháu ui thôi chứ hơi phô loạn bài than chung với nước qua ha phòng đá phô loạn những đang xé với lưu tập viện cháu vào mát con ai sẽ máy chất ngon lên từ vậy mà là chứ là nó đi ca từ phía bọn là mừng bọn là mừng hơi mùi tiết thang cho bắp cho luôn cô sang sòng cung bạn ấy thang cho bắp cho luôn cô sang sòng cung mua đấy đỏ và xa đấy bật sân chỉ phô loạn đăng ẩm phi tu này tí vô đăng ẩm phi sân người ta phải gọi từ trong rọt hồng bởi vì của dương mang cầm nói đấy thang sật phổ rọt như cái khác sật ở trong ca châu ruộng sật ở trong ca châu ruộng bạn học ca chỉ xả cung ca chỉ xả cung ca chỉ ông ca rọt học thứ ba sật ở trong ca châu ruộng từ lừa rương bạn ấy phải là bọn nhiều bài ai từ châu ruộng bỏ chân out cho chúng mình bỏ chân out cái ta đang on hết cứ sật môi than bạn ấy thì ở sân này phổ rọt vô lần thì này chỉ bắp quạt ọt khai rọt bát ọt khai mình tây sang thì là nã tê như kiểu họ ra lấy bờ phổ rót và đăng ký xuất bảo phát quạt tơ để tua sẽ phá xa thì nè pin tây xa thì nè nếu quạt đăng thảo bên đây thử khái ở rót ba mình tây xa thì nè đây xa mình tây xa thì nè cứ miền tu này tí nó không pha lo sẽ phá xa thì nè quạt mà nó bật này dương sọc sai phi khử đơn cực quạt chẳng bờ dương bờ quạt đăng ký xuất thì nâng tu này tí bảo phát dương ăn ban triệp cao vô đăng đầu phổ quát quạt nó mèo rồng khai mình tây xa thì nè về khác miền hướng ấy muốn ở trong hiên thì chụp cái tiết sắp chất từ rô nè xí là mấy chấm nại ban này chấm nại chờ trong rương khác vì tôi tiết phân tay ở trên tầng na rồi bỏ một cô mà chỉ muốn trong ban phải giỏi tí quá và các thì chia vật thiên là bọn em mua sức mà pay gót có thử tôi tam thầy chấm nại thằng cá về việc trả nó thấy ban này dương sập mà vẫn bên đây tha vì chia sẻสำคัญមួយដែរសម្រាប់ពលរដ្ឋនៅក្នុងសង្គមហើយក៏ជាកត្តាសំខាន់មួយដែរដែលយើងត្រូវចូលរួមចំណែកនៅក្នុងការកសាងសង្គមរបស់យើងមួយឲ្យបានថាយុត្តិធម៌ស្មារតីភាពតម្លាភាពហើយគាត់ឲ្យយើងចូលរួមប្រាប់ឲ្យគាត់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់គាត់នៅតាមមូលដ្ឋានតែគូសូមចូលរួមប៉ុណ្ណឹងណាអរគុណច្រើនលោកគ្រូក្នុងការចូលរួមបកស្រាយអញ្ចឹងស្ដាប់លោកគ្រូមិញគឺជនយើងពលរដ្ឋយើងគូក3ស្វែងយល់ពីច្បាប់កណាបើតែយល់ពីខាងបើសិនជាអត់យល់ទេឬក៏អត់ដឹងទេគាត់ធ្វើអីទេអត់ដឹងពីបទល្មើសអីទេគួរច្បាប់តាមពេញជាព័ត៌មានđấyទោះបីជាថាយើងអត់ដឹងត្រូវណាទោសនេះដឹងមិនដឹងគាត់យើងបើដូចជាច្បាប់សាសនាបើសិនជាយើងអត់ប្រព្រឹត្តមានន័យថាអ្វីដែលយើងអត់ប្រព្រឹត្តមានន័យថាបាបកម្មកើតលើយើងទៅដល់យើងបើពាក្យមួយក្នុងពុទ្ធសាសនាហៅថាសរិទាំងអត្តបៈគឺស្ដីមកបាបផ្លាយបាបគឺអញ្ចឹងបើសិនជាអ្នកដែលប្រព្រឹត្តតាមធម៌ហើយគាត់មានចិត្តខ្លាចបាបមកគាត់ឲ្យហ៊ានធ្វើណាគាត់ហ៊ានធ្វើលួចទេគាត់ហ៊ានណាអត់គេហ៊ានសម្រាប់ជីវិតគេគាត់ហ៊ានចឹងអំពើអាក្រក់របស់នេះគាត់ឲ្យហ៊ានធ្វើទៅដោយសារគាត់ខ្លាចបាបហ្នឹងឯងហើយទៀតមានសតិសម្បញ្ញៈការភ្ញាក់រលឹកនឹកដឹងខុសដឹងត្រូវគឺណាគាត់ដឹងខុសដឹងត្រូវជារឿយៗហ្នឹងទៅវាទៅជាគាត់បំរុងឃើញរបស់វាទុកទៅអាចនឹងយកទៅទោះបីវាអត់ដឹងតែគេអត់ដឹងក៏គាត់អត់យកទេតែយកទៅគាត់ដឹងថាខុសហើយនឹងទោះបីជាដឹងថាពេលតាមមិនទាន់មិនមានអ្នកណាចាប់ដាក់ក្នុងដាក់ចង្វាក់ក៏គាត់អត់យកតែគាត់ដឹងថាទង្វើនេះខុសណាព្រោះហ្នឹងបើនិយាយអំពីបែបអនាចក្ររបស់យើងបែបសង្គមរបស់យើងស្អត់ជាអត់ទៅមានទុកមានទុកណាពីយើងអត់ដឹងថាលួចទៅដឹងមានទុកនិយាយមែនតើបើយើងនិយាយពីបទល្មើសលួចគេថាជាបទល្មើសមួយឆឹម
ប៉ុន្តែនៅក្នុងបទល្មើសខ្លះគឺបទល្មើសមួយចំខ្លះគេមិនចាប់ទោសអូសំណើទេក៏គាត់ថាបទលួចបែបផ្លែឈើនៅក្នុងសួនច្បារឧទាហរណ៍អញ្ចឹងណាចាប់ទៅថានេះលួចដែរប៉ុន្តែហើយយើងទៅលេងនៅសួនឧទ្យានជាតិណាមួយអញ្ចឹងតែឃើញផ្លែស្វាយឃើញផ្លែអីវាដុះវាផ្លែល្អអញ្ចឹងតែគាត់ទៅលួចបែបហ្នឹងជាបទល្មើសលួចហើយប៉ុន្តែគាត់ថានៅក្នុងករណីហ្នឹងមិនជាការចាប់ទោសអូដំណើរទេនៅក្នុងវិស័យអាណាចក្រប៉ុន្តែបើក្នុងវិស័យពុទ្ធចក្រហ្នឹងមិនថាលួចទេលួចរបស់គេហ្នឹងគេដែរមានអញ្ចឹងដែរតិចណាស់ច្រើននេះគឺលួចលួចហើយណាក៏អរគុណច្រើនក្នុងការចូលរួមដល់ពីចំណេះដឹងផ្នែកច្បាប់ហើយចំពោះលោកគ្រូដែលបានបង្រៀនកន្លងមកតើតើពីផ្នែកច្បាប់នេះតែលោកគ្រូមានពីអីដើម្បីលើកទឹកចិត្តចំពោះសិស្សនិស្សិតរបស់យើងដែលគាត់កំពុងតែសិក្សាក៏ដូចជាមានគោលបំណងក្នុងការសិក្សាហើយក៏ដូចជាផ្ដល់ជាយោបល់ក៏ដូចជាការផ្ដល់ជាមតិដើម្បីឲ្យជាពលរដ្ឋយើងគោរពច្បាប់ទាំងអស់គ្នាហើយក៏ជាសំណួរបញ្ចប់ណាកណាអរគុណបងអង្គតកតងជាមួយនឹងការលើកឡើងរបស់គុណនេះមានថាមានអីជាលើកទឹកចិត្តសម្រាប់គ្រូការលើកទឹកចិត្តរបស់គ្រូមានអីក្រៅពីថាឲ្យទឹកខំបន្តទៀតដោយសារយើងដើរលើទៅនឹងហើយបាទកណាបើថាយើងបកក្រោយយើងខាត់ទៀតអញ្ចឹងជំរឿបើថាយើងសម្រេចថាដើរលើទៅនឹងហើយយើងដើរទៅយើងខំប្រឹងយើងខំប្រឹងបន្ថែមទៀតនេះជាការលើកទឹកចិត្តហើយជាសំណួរនោះយើងត្រូវសួរខ្លួនឯងថាឥឡូវយើងដើរលើទៅនឹងយើងបោះចោលនៅកណ្ដាលទីឬយើងខំធ្វើអីដល់អញ្ចឹងយើងដាក់គោលដៅទៅថាយើងចង់ធ្វើអីអញ្ចឹងសរុបជារួមឲ្យងាយយល់ថានៅក្នុងវិជ្ជាជីវៈច្បាប់របស់យើងនៅក្នុងជំនាញនីតិសាស្ត្ររបស់យើងវិជ្ជាជីវៈដែលយើងត្រូវអនុវត្តទៅប្រើនៅក្នុងជំនាញច្បាប់របស់យើងនេះវាអត់មានអីឆ្ងាយពីច្បាប់ដែលយើងបានចូលជាខុសរមានហើយទេព្រោះយើងដឹងហើយថានៅប្រទេសកម្ពុជារបស់យើងអនុវត្តប្រព័ន្ធច្បាប់ civil law ប្រព័ន្ធច្បាប់ civil law ហ្នឹងយើងដឹងហើយថាជាប្រភេទដែលច្បាប់ដែលមានការប្រទេសចូលក្រមទុកអញ្ចឹងយើងមើលទៅបើថាយើងចង់ខ្លាយជាមេធាវីយើងស្វែងយល់ពីក្រមព្រហ្មទណ្ឌទៅក្រមនីតិវិធីព្រហ្មទណ្ឌទៅយើងស្វែងយល់ពីក្រមរដ្ឋវិន័យទៅនីតិវិធីរដ្ឋវិន័យទៅឬក៏យើងបន្ថែមលើជំនាញវិទ្យាសាស្ត្រកតិយុត្តឬក៏ច្បាប់អាពាហ៍ពិពាហ៍គ្រួសារណាដែលជួយ support ដល់ត្រង់ទៅដល់ជំនាញជីវៈយើងថាឥឡូវឧទាហរណ៍ថាតែយើងខ្លាយវិជាអ្នកច្បាប់យើងកាន់រឿងក្តីតើរឿងនេះខ្លះដែលកើតនៅក្នុងសង្គមអាចកាលឡើងវិវាទដីធ្លីណាការឡើងដោយសារវិបត្តិគ្រួសារទំនាស់ប្តឹងផ្ដាល់ក្បែរខាងគ្នាទោសទណ្ឌសម្រាប់មនុស្សអាហ្នឹងគឺសិតតែច្បាប់យើងបានចងក្រងទុកឲ្យអស់ហើយណាអញ្ចឹងយើងអត់បាច់ទៅបង្កើតច្បាប់ខ្លួនឯងទៀតទេនៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលយើងមិនចាំបាច់ទៅសិក្សាស្វែងយល់ខ្ញុំត្រូវបង្កើតច្បាប់ថ្មីខ្ញុំត្រូវអំបាច់ទេយើងសិក្សាទៅលើអ្វីដែលគេមានឲ្យយើងគ្រប់គ្រាន់ពេលនោះយើងនឹងមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីប្រឡូកនៅក្នុងវិស័យច្បាប់ហ្នឹងហើយណាបើយើងមើលនៅក្នុងច្បាប់ស៊ីវិលរបស់យើងបានន័យថាចៅក្រមគាត់មិនជាបង្កើតច្បាប់ណាគាត់មានទូនាទីតែអនុវត្តឲ្យនឹងបកស្រាយច្បាប់ដែលមានតើអញ្ចឹងមានន័យថាបើសិនតែយើងទៅប្រឡងចៅក្រមបើគេសួរយើងឆ្លើយទៅតាមអ្វីដែលយើងបានរៀនដែលច្បាប់គេបានចងក្រងទុកហើយហ្នឹងគឺប៉ុណ្្នឹងឯងអញ្ចឹងសរុបជារួមមកជាការលើកទឹកចិត្តសូមបងប្អូនកុំបោះបង់បន្តឆន្ទៈរបស់ខ្លួនឲ្យសម្រួចឆន្ទៈរបស់ខ្លួនឲ្យស្រួចពីសារបើយើងមែនតើយើងដល់ពាក់កណ្ដាលផ្លូវហើយយើងមិនអាចបោះចោលក្តីសម័យរបស់យើងបានទេបាទគូខ្ញុំចូលរួមប៉ុណ្ណឹងសូមអរគុណចុះហើយចំពោះប្រជាពលរដ្ឋគួរគោរពច្បាប់ឲ្យប្រទេសនឹងទៅធ្វើភាពបង្អមានទៅជារដ្ឋកាត់ឡើងតែតងជាមួយនឹងបងប្អូនជាពលរដ្ឋយើងនៅតាមមូលដ្ឋានហ្នឹងជាទស្សនៈរបស់គ្រូណាបើថាយើងបើសិនជាគាត់មានពេលយើងសិក្សាស្វែងយល់ថែមទៅព្រោះអីគ្រូអមរយៈនេះគ្រូឃើញតាម social media តាមបណ្ដាញសង្គមហ្នឹងគឺគេមានកម្មវិធីក្នុងការចែករំលែកចំណេះដឹងផ្នែកច្បាប់ច្រើនដល់ពលរដ្ឋយើងនៅតាមមូលដ្ឋានមានថាស្អីគេជាបទល្មើសបរិហាស្អីបរិហាគេណាស្អីគេជាបទល្មើសបៀតបៀនស្អីជាបទល្មើសញុះញង់ហើយស្អីជាបទល្មើសមជ្ឈិមស្អីជាបទល្មើសព្រឹត្តគឺគ្រូឃើញភាគច្រើនគេចូលរួមចំណែកផ្សព្វផ្សាយហើយអញ្ចឹងបើសិនយើងជាពលរដ្ឋមួយហើយយើងយល់ដឹងខ្លះលើផ្នែកច្បាប់ព្រោះយើងអាចដឹងពីរបៀបក្នុងការការពារខ្លួនយើងអាចជួយខ្លួនយើងឲ្យរួចផុតពីអំពើ
មិនក៏បីណាមួយមកលើខ្លួនយើងដែរបាទទូសិនចូលរួមប៉ុណ្ណឹង អរគុណច្រើនលោកគ្រូគុណសម្រាប់ការចូលរួមដល់ពីចំណេះដឹងដល់សិស្សានុសិស្សក៏ដូចជាការចំណេះដឹងទូទៅផ្នែកច្បាប់ទៅណាក៏អរគុណណាស់ហើយនេះក៏ជាសំណួរចឹងដល់ដែរបាញ់មិញលោកគ្រូបានសរុបនៃជារួមទឹកចិត្តចំពោះសិស្សានុសិស្សដែលមានគោលបំណងក្នុងការសិក្សាជំនាញផ្នែកនីតិសាស្ត្រផ្នែកច្បាប់មិនមែនតែផ្នែកយើងនិយាយផ្នែកច្បាប់ប៉ុន្តែមិនមែនតែផ្ដោតតែផ្នែកនោះមួយទេដូចជាตัวយ៉ាងគ្រូនិយាយអំពីដីស្រឡាញ់ជំនាញណាបើសិនយើងស្រឡាញ់ផ្នែកណាហើយយើងខំប្រឹងសិក្សាជំនាញនឹងឲ្យច្បាស់លាស់ទៅក៏ជោគជ័យដូចគ្នាហើយលោកគ្រូបានជើញចូលរួមគ្នាជាកិត្តិយសសម្រាប់សមាជិកហើយក៏ជាចំណេះដឹងសម្រាប់បងប្អូនដូចជានិស្សិតជាន់ថ្មីហើយជាចំណេះដឹងសម្រាប់ប្រជាពលរដ្ឋដែលអាចស្វែងយល់ជំនាញក៏ដូចជាស្វែងយល់អំពីនីតិវិធីច្បាប់មួយចំនួនដែលជាមូលដ្ឋានគ្រឹះក្នុងការស្វែងយល់អំពីការរស់នៅប្រកបទៅដោយសេចក្តីគោរពច្បាប់ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ព្រោះថាបើសិនជាសង្គមជាតិមួយអត់គោរពច្បាប់ទេធ្វើឲ្យមានអស្ថិរភាពតែកាលណាអត់មានអស្ថិរភាពហើយការរស់នៅនេះក៏អត់បានជាមានសេចក្តីសុខក្នុងសង្គមជាតិប៉ុន្មានដែរជាថ្មីក៏សូមអរគុណលោកគ្រូចាស់ហើយនឹងក៏សូមជាវីដេអូនេះកើតចេញជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាកើតចេញជាប្រយោជន៍ដល់សាធារណជនទាំងអស់គ្រប់គ្នាដែលតទៅអំពីមូលដ្ឋានគ្រឹះផ្នែកនីតិសាស្ត្រផ្នែកច្បាប់សូមនមស្ការលាសូមជម្រាបពរអរគុណ